ប្រវត្តិអាក្រក់របស់ម៉ូតូឌុបនៅផ្ទះជួលផាក់ស៊ីមាត់ឡូឡាច្រៀងលេឡូធ្វើឲ្យគេដេកអត់បានពេលដែលរត់ម៉ូតូឌុបឆ្លោះគ្នាជាមួយនឹងម៉ូតូឌុបគ្នាឯងខ្លួនឯងដឹកគេ20000ទាថ្លៃគេ20000គេអត់ជិះហើយទៅជិះម៉ូតូឌុបមួយទៀតអញ្ចឹងខ្លួនឯងនឹងក៏ទៅររឿងម៉ូតូឌុបមួយទៀតថារស៊ីអត់ចេះមើលគេយក20000ឯងយក15000បាទអានឹងប្រវត្តិអាក្រក់របស់ម៉ូតូឌុបបើយើង20000យើងអត់ដឹកគេទៅអញ្ចឹងអ្នកជិះគេមិនដើរចេញហើយទៅរកម៉ូតូឌុបផ្សេងទៀតបាទហើយយើងទៅខឹងអីគេបាទគេពេញចិត្តណាស់គេជិះអ្នកនឹងទៅបាទហើយអារឿងតម្លៃគឺជាទីផ្សារសេរីបាទអ្នកណាលក់អីប្រមាណតម្លៃប្រមាណឲ្យតែគេលក់កើតបាទម៉ូតូឌុបយើងដឹកប៉ុណ្ណេះគេដឹកប៉ុណ្ណោះយើងយកប៉ុណ្ណេះគេយកប៉ុណ្ណោះបាទវាជារឿងឯកជនផ្សេងគ្នាបាទអាហ្នឹងគឺជាប្រវត្តិអាក្រក់របស់ម៉ូតូឌុបអារឿងមួយទៀតហៅគេអត់ជិះខឹងគេជេរគេរវាយគេបាទអាហ្នឹងក៏ប្រវត្តិអាក្រក់ដែរបាទរវាយគេជេរគេសំណាងហើយដែលគេអត់ទៅហៅបងប្អូនគេក្រុមគ្រួសារប្តីគេមកប្តឹងនោះបាទបើគេហៅក្រុមគ្រួសារញាតិមិត្តគេបងប្អូនគេមកប្តឹងឯងវាន់កជាប់គុកអត់ថ្ងៃចេញបាទអានឹងគឺជាប្រវត្តិអាក្រក់របស់ម៉ូតូឌុបអារឿងមួយទៀតគំរាមកំហែងអ្នកជិះចាំជិះតាមម៉ូតូខ្ញុំបានហើយកុំទៅជិះម៉ូតូអ្នកណាទៀតបាទទោះបីខ្ញុំអត់មកក៏ដោយទោះបីខ្ញុំអត់មករត់ម៉ូតូឌុបក៏ដោយខ្ញុំមកអត់ទាន់ក៏ដោយត្រូវតែឈរចាំខ្ញុំបាទកុំជិះម៉ូតូឌុបផ្សេងចាំជិះតាមម៉ូតូឌុបខ្ញុំបានហើយអារឿងមួយទៀតខឹងម៉ូតូឌុបគ្នាឯងឃើញម៉ូតូឌុបគ្នាឯងនឹងដឹកម៉ួយបោះខ្លួនឯងអញ្ចឹងក៏ទៅឆ្លោះជាមួយនឹងម៉ូតូឌុបគ្នាឯងហើយដឹកអត់ដឹងម៉ួយអញទេរស៊ីអត់ចេះមើលម៉ួយគេម៉ួយឯងរត់ម៉ូតូឌុបដឹកអត់ដឹងម៉ួយគេម៉ួយឯងដល់ពេលអាម៉ូតូឌុបគ្នាឯងវាឆ្លើយថាម៉ួយអាណាក៏អញដឹកដែរឲ្យតែគេជិះបាទអញដឹងម៉ួយអាណាបើគេហៅអញមិនដឹកគេឲ្យលុយអញមិនយកបើគេហៅអញដឹកគេឲ្យលុយអញមិនយកអញមិនដឹកមានអាភ្លឺបាទអាហ្នឹងប្រវត្តិអាក្រក់របស់ម៉ូតូឌុបររឿងតាំងពីម៉ូតូឌុបគ្នាឯងររឿងតាំងពីជាមួយនឹងអ្នកជិះបាទជួលផ្ទះគេផឹកស៊ីអាឡេអាឡូធ្វើឲ្យអ្នកផ្ទះជួលផ្ទះជាមួយគ្នាដេកអត់បានបាទអាហ្នឹងសត្វតែប្រវត្តិអាក្រក់ហើយបាទហើយមួយទៀតទៅរត់ម៉ូតូឌុបនៅរោងចក្រឆ្លោះគ្នាជាមួយនឹងអ្នកលក់លៀសចាក់លៀសគេចោលអ្នកលក់លៀសគេប្តឹងប៉ូលីសគេឲ្យសងថ្លៃលៀសបាទលៀសមកអាទះមិនតិចណាបាទ200000 300000អីចឹងទៅសងចឹងទៅបើអត់សងគេចាប់ដាក់គុកចឹងទៅបាទអានឹងឆ្លោះគ្នាជាមួយនឹងអ្នកលក់លៀសបាទទៅចាក់លៀសគេចោលហើយអាមួយទៀត
ឆ្លោះគ្នាជាមួយនឹងម៉ូតូឌុបគ្នាឯងដែរម៉ូតូឌុបគ្នាឯងកំពុងតែឈរសុកតែជិះម៉ូតូបុកពីក្រោយក៏កើតអារឿងប្តឹងផ្ដាល់អញ្ចឹងទៅដល់ប៉ុស្តិ៍ប៉ូលីសសងលុយគេទៀតបាទចាំបើប្តឹងវាមិនអស់លុយបាទអានឹងប្រវត្តិអាក្រក់អារឿងមួយទៀតដឹកបន្លែគេដឹកម្ហូបគេដឹកត្រីដឹកសាច់គេដឹកបោះគេអញ្ចឹងយកសាច់មាន់គេយកសាច់ជ្រូកគេយកបន្លែគេយកត្រីគេម្ចាស់គេមិនដឹងរបស់គេប៉ុន្មានទៅដល់គេមិនបាត់នេះបាត់នោះបាត់មាន់បាត់អីចឹងទៅបាទអញ្ចឹងយើងរត់ម៉ូតូឌុបយើងដឹកយើងកុំយករបស់គេបាទហ្នឹងហើយយើងរស់ស៊ីយកតែកម្លាំងយកឈាមយើងយកតែថ្លៃម៉ូតូឌុបទៅបាទកុំចង់បានទុកឲ្យលុយថ្លៃម៉ូតូឌុបនឹងសំឲ្យច្បាច់លួចឆ្មាក់មហូបគេបន្តិចបន្តួចគ្រាន់រួចមកពេលអញ្ចឹងអាលុយរត់ម៉ូតូឌុបនឹងនៅសល់បាទម្ចាស់គេដឹងបាទមិនមែនម្ចាស់គេមិនដឹងទេបាទអញ្ចឹងវាជាប្រវត្តិអាក្រក់ប្រវត្តិមិនល្អហើយអាមួយទៀតលុយគេទុកក្នុងកត្រកលុយគេទុកក្នុងកត្រក 50000 យករបស់គេបាទដល់ពេលម្ចាស់គេសួរឆ្លើយថាអត់បានយកទេអត់ដឹងទេបាទយើងទៅធ្វើអញ្ចឹងទៅអីបាទលុយគេទុកក្នុងកត្រក 50000 ហ្នឹងគេមិនដឹងថាលុយគេទុកក្នុងហ្នឹងបាទយើងថែរក្សាការពាររបស់គេឲ្យដឹងទៅបាទយើងទៅចង់បានធ្វើអីបាទអ្នកខ្លះគេប្រើឲ្យយកមកហូបទៅផ្ទះគេបញ្ញាប់ស្លបញ្ញាប់អីបាទដឹកមន់ឯគេមន់ស្រែធ្វើហើយអីហើយហ្នឹងតម្លៃ 50000 យករបស់គេដែរបាទហើយម្ចាស់គេសួរថាអត់ដឹងទេជួនកាលវាជ្រុះបាត់ជ្រុះអីតាមផ្លូវបាទវាមានករណី2ដឹកទៅវាជ្រុះបាត់តាមផ្លូវបាទហើយមួយទៀតយើងនឹងវាយករបស់គេបាទអញ្ចឹងទោះបីជ្រុះតាមផ្លូវក៏ដោយយើងយករបស់គេក៏ដោយបាត់ដោយប្រការណាមួយក៏ដោយយើងត្រូវសងគេទៅបាទបើយើងយករបស់គេយើងកុំចង់យករបស់គេបាទហ្នឹងហើយទៅឆ្ងាញ់ស្អីបើយើងមានលុយយើងទិញស៊ីទៅកុំឃើញគេទិញមន់ស្រែមកទៅតំណងណាម៉ាំងយកសិនណាហើយឆ្លើយថាអត់ដឹងទៅបាទអាហ្នឹងវាប្រវត្តិអាក្រក់គឺច្បាស់ជាគេនិយាយហើយអាមួយទៀតដឹកអីវ៉ាន់គេបាទដឹកអីវ៉ាន់គេទៅគេផ្ញើលុយមកវិញចឹងមកអត់យកឲ្យគេទេគេទាថាថ្ងៃនេះថាថ្ងៃនោះតែតាមពិតយកអាលុយរបស់គេនឹងយកទៅចាក់កតុយលេខអស់ហើយបាទយកលុយនឹងទៅផឹកស្រាផឹកអីចឹងទៅហើយយកលេសថាងម៉ូតូខូចម៉ូតូអីចឹងទៅអត់មានលុយធ្វើម៉ូតូឲ្យថ្លៃធ្វើម៉ូតូអញ្ចឹងទុកអាលុយនឹងខ្ញុំទៅពាក់សិនកុំអាលយកកុំអាលទាអាហ្នឹងក៏ល្បិចក៏ប្រវត្តិមិនល្អដែរបាទអញ្ចឹងយើងត្រូវមានចិត្តស្មោះត្រង់រត់ម៉ូតូឌុបមិនថារត់ម៉ូតូឌុបមិនថាធ្វើការងារអីរកស៊ីអីទេបាទយើងកុំចង់បានរបស់គេកុំចង់យករបស់គេបាទហើយយើងកុំឆ្លោះគ្នាជាមួយនឹងម៉ូតូឌុបគ្នាឯងបាទអ្នកណារកអីរកទៅអ្នកណាដឹកអីដឹកទៅអ្នកណាបានប្រមាណបានទៅបាទអាហ្នឹងបានវាមានសន្តិភាពជាមួយគ្នាទៅវិញទៅមកបានមានសេចក្តីសុខជាមួយគ្នាទៅវិញទៅមកបាទបើគ្រាន់តែគេដឹកម៉ួយឯងក៏បានហើយដឹកម៉ួយអញហើយដឹកម៉ួយអញហើយរកស៊ីអត់ចេះមើលគេអាហ្នឹងវាឆ្លោះហើយបាទអាហ្នឹងត្រូវឲ្យចងចាំបាទអញ្ចឹងសូមជូនពរឲ្យហេងងៅហេងសូមអរគុណសន្តិភាព